ជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះមេឃរះក្តៅល្អណាស់ហើយនឹកឃើញថាចង់រកញ៉ាំអីរៀងជូរជូររបស់មានស្រាប់នៅក្នុងទូដូចជាមានគីមជីមួយប្រអប់តូចចាហើយនឹងខ្ញុំមានតាហ៊ូនៅសល់ម្ដុំឆ្អឹងជំនីខ្លះទៅហើយក៏យើងផ្សាយផ្សំចាយកមកលាយជាមួយនឹងគ្រឿងម្ទេសកូរ៉េមានខ្លះទៅហើយមានថ្លើមបន្តិចអីបន្តិចក៏យកមកលាយគ្នាចាដោយសារតែមួយរយៈនេះភ្លៀងអញ្ចឹងខ្ញុំតែងតែបង្កក់ទុករបស់ខ្លះពេលយើងខ្ជិលទៅផ្សារយើងមានរបស់យកមកប្រើចាអញ្ចឹងតើតា clear stock ហ្មងអស់ពីទូទឹកកកអញ្ចឹងមិនយើងទៅម្ដងហើយណាមួយមេឃភ្លៀងអញ្ចឹងយើងមានរបស់មានទូទឹកកកមានអីអញ្ចឹងយើងដាក់ខ្លះអីខ្លះទៅហើយសាច់អីអញ្ចឹងខ្ញុំយកមកប្រឡាក់ទុកខ្លះពេលដែលប្រឡាក់ទុកហើយអញ្ចឹងវាមិនសូវហានិភ័យទេបងប្អូនមេឃមួយរយៈនេះបើពេលភ្លៀងអញ្ចឹងគឺអត់មានជូនដំណឹងទេមេឃតែសតុំគឺឆិលយកហ្មងចាដូចនៅសមុទ្រអញ្ចឹងឥឡូវយើងមានខ្ទឹមសខ្ទឹមក្រហមយើងធ្វើគ្រឿងរបស់យើងទុកចាអញ្ចឹងគ្រឿងផ្សំរបស់នាងខ្ញុំថ្ងៃនេះមានដូចជាចាចំនួនខ្ទឹមស1មើមធំនាងខ្ញុំមានខ្ទឹមក្រហម1មើមធំផងដែរមានគល់វ៉ាន់ស៊ុយហើយដើមខ្ទឹមចាចំនួន2ហើយព្រមទាំងម្ទេសកូរ៉េចានាងខ្ញុំប្រើចំនួន1វែកសម្លតូចចាហើយក៏មានដូចជាគីមជីចំនួន1ចានសម្លតូចផងដែរឆ្អឹងជំនីចំនួន3ខាំហើយនេះខ្ញុំមានទឹកដោះគោចាទឹកដោះគោស្រស់ហ្នឹងចំនួន1ខាប់ចំណែកតាហ៊ូគឺមានតែម្ដុំទេចាជាទូទៅសម្លមួយមុខនេះបើបងប្អូនមានតាហ៊ូ4 5ដុំឯងឆ្ងាញ់ហ្មងដាក់ទៅមានជាតិសម្រាប់បងប្អូនដែលចូលចិត្តតាហ៊ូដូចនាងខ្ញុំអីចឹងនាងខ្ញុំតែងប្រើតាហ៊ូ3ដុំ4ដុំអីចឹងទៅតាមបរិមាណសាច់ចឹងតែថ្ងៃនេះតាហ៊ូមានតែម្ដុំគត់ចាអញ្ចឹងអត់មានជំរឿទេគឺដាក់ម្ដុំនឹងយកតែម្ដងចារសជាតិសម្លមួយមុខនេះមែនតើទៅសម្រាប់បងប្អូនដែលធ្លាប់បរិភោគសម្លគីមជីនេះគឺយកទៅរសជាតិរៀងជូរដិតចាជូរដិតបន្តិចហើយប្រៃរៀងមុតបន្តិចចាហើយរសជាតិផ្អែមស្រាលល្មមហើយសម្រាប់បងប្អូនខ្មែរយើងគាត់អត់យករសជាតិប្រៃខ្លាំងទេអញ្ចឹងប្រហាក់ប្រហែលគ្នាដូចនាងខ្ញុំដែរនាងខ្ញុំយករសជាតិរៀងស្រាលប្រៃជូរប៉ុន្តែយកល្មមចាយករៀងផ្អែមប្រៃជូរល្មមអញ្ចឹងណាបងប្អូនហើយនាងខ្ញុំមានថ្លើមចាចំនួនបន្តិចផងដែរដោយសារឃើញមានថ្លើមនៅហើយក៏បង្កើនរសជាតិផងដែរមុននឹងយើងដាក់គ្រឿងគោហ្នឹងគឺនាងខ្ញុំចាបេះបោចជាមួយនឹងជីជាមួយខ្ទឹមជាមួយអីទុកឲ្យពេលយើងហាន់បងប្អូនហាន់យករៀងមកចង្អុលដៃបងប្អូនហើយសក់ខ្លះទៀតនេះខ្ញុំទុកសម្រាប់ដាក់ក្នុងប្រអប់ឥឡូវយើងចូលដល់វគ្គយើងចាប់ដើមប្រព្រឹត្តចាគឺយើងដាក់លីងខ្ទឹមចាចូលគ្នាមុនអូនាងខ្ញុំមានខ្ទឹមបារាំងកូនដុំផងដែរចាអត់បានរៀបរាប់មុននឹងចាហើយឥឡូវនេះយើងដាក់លីងចូលឲ្យឈ្ងុយរៀងតិចសិនទៅចាការធ្វើសម្លគីមជីនេះចាគឺមានការធ្វើបែបផ្សេងគ្នាសម្រាប់នាងខ្ញុំពីមុនក៏ធ្វើតាមវីដេអូរបស់តាមជនជាតិកូរ៉េគាត់បង្រៀនរបៀបធ្វើសម្លគីមជីដែរប៉ុន្តែនៅពេលនាងខ្ញុំលីងគ្រឿងអញ្ចឹងវា